បើសិនជាកូនជួបរឿង3យ៉ាងនេះនៅក្នុងជីវិតហើយកំពុងរកចម្លើយត្រូវតែមកស្ដាប់មកមើលនៅក្នុងវីដេអូរបស់អ្នកគ្រូឲ្យដល់ចប់ហើយកូននឹងបានចម្លើយយ៉ាងពិតប្រាកដតែមុនទៅដល់កលឹះដល់ពិសេសអ្នកគ្រូចង់ឲ្យបងប្អូននិងកូនចុចលេខចា1 2 3មក confirm ជាលេខសំណាកុំភ្លេច share វីដេអូនេះបើបងប្អូននិងកូនគិតថាជាវីដេអូដែលមានប្រយោជន៍សម្រាប់ជីវិតមនុស្សជុំវិញខ្លួនក៏ដូចជាខ្លួនឯងហើយអ្វីដែលកាន់តែពិសេសកុំភ្លេច follow account TikTok ទី2របស់អ្នកគ្រូក៏ដូចជា account TikTok ទី1របស់អ្នកគ្រូផងដែរចាដើម្បីបានចំណេះដឹងថ្មីៗក៏ដូចជាការទូទីព្រីពីខាងអ្នកគ្រូនិងការចង់ជាវត្ថុមង្គលពីខាងអ្នកគ្រូទៅជាជំនួយការដ៏ពិសេសសម្រាប់មុខរបរការងាររកស៊ីកន្លឹះទី1បើសិនជាកូនអាសាមានហេតុការលបូតខ្សែបាច់ជើងមានថាខ្សែបាច់ជើងប៉ាតាឬក៏ខ្សែបាច់ជើងដែលយើងដាក់កន្លះដៃហ្នឹងចាអាសាលបូតនោះមានន័យថាការងាររបស់កូនកំពុងតែរាំងស្ទះហើយឬក៏ដំណើរនៃគោលដៅដែលកូនបានដាក់វាកំពុងតែរាំងស្ទះអញ្ចឹងសារនេះមិនមែនថាឲ្យកូនអង្គុយចាំមើលថាវារាំងស្ទះអត់ទេឲ្យកូនការពារមានន័យថាកូនទៅផ្ដោតលើមុខរបរកូនទៅផ្ដោតលើការងាររបស់កូនទៅផ្ដោតលើគោលដៅរបស់កូនដែលបានដាក់នោះកន្លឹះទី2បើសិនជាកូនដើរតាមដងផ្លូវឬក៏ដើរទៅកន្លែងណាមួយកូនរើបានស្លាប់សត្វដែលវាជ្រុះចានៅស្រុកយើងរើបានណាឬយើងឃើញនោះមានន័យថាកម្លាំងបុណ្យរបស់កូនកំពុងតែថយចុះហើយចូលកូនទៅធ្វើបុណ្យសាងបុណ្យកុសលដើម្បីមានធម៌ពលនៅក្នុងជីវិតបន្តទៀតមានន័យថាកម្លាំងបុណ្យអស់មានន័យថាយើងនឹងអាចជួបរឿងមិនល្អនៅក្នុងជីវិតអញ្ចឹងកូនទៅសាងកម្លាំងបុណ្យមកទៀតដើម្បីឲ្យយើងមានតែសេរីសុខស្ដីនិងរាសីឡើងចំណុចទី3កូនណាខ្លះអាសាឃើញចាមប្រេះស្រាំមិនថានៅក្នុងគេហដ្ឋានមិនថាកូនទៅកន្លែងណាទៅញ៉ាំអីចាកូនតែងតែឃើញចាមនោះប្រេះស្រាំនោះមានន័យថាចូលកូនទៅមើលលើសុខភាពការគេងយប់ឡើងចាកូននឹងអាចមានបញ្ហាដល់ការគេងមិនលក់ទី1ទី2ទៅមើលរឿងជីវិតគូចាមានន័យថាកូននឹងអាចមានការរកម្មរកោសនៅក្នុងក្រុមគ្រួសារអញ្ចឹងចំពោះការខៃរឿងទី3នេះគឺកូនទៅដកកម្រាគេងចោលមានថាកុំដាក់កម្រាគេងគឺគេងលិតនៅលើពុកនឹងតែម្ដងចាសូមខ្លោចទុកធម្មតាទៅចាហើយបន្តមកទៀតកូនយកកាក់ចាកាក់បុរាណកាក់ចិនកាក់អីហ្នឹងឯងចាដាក់នៅក្រោមខ្នើយដែលកូនគេងហើយរកតុក្កតាមួយដាក់នៅលើខ្នើយដែលយើងដាក់កាក់ហ្នឹងចាបន្ទាប់មកទៀតកន្លឹះនេះកូនធ្វើរយៈពេល3ម៉ោងឬក៏24ម៉ោងចាំដាក់កម្រាពុកដែលយើងដាក់ហ្នឹងពីមុនហ្នឹងគឺដាក់មកវិញចាបងប្អូនយល់អ្នកគ្រូនិយាយចំណុចចុងក្រោយនេះកូនមិនទាន់យល់ទេស្ដាប់ហើយស្ដាប់ទៀតចាអញ្ចឹងវីដេអូនេះអ្នកគ្រូជូនពរកូនជប់ហើយចាមានតែសេចក្តីសុខសេចក្តីចម្រើនក៏ដូចជាជួបតែរឿងល្អៗនៅក្នុងជីវិតបើសិនជាជួបរឿងទាំងអស់នេះហើយចូលធ្វើអនុវត្តតាមអ្នកគ្រូដើម្បីជៀសវាងរឿងដែលមិនល្អនៅក្នុងជីវិតជាចុងក្រោយអ្នកគ្រូក៏សូមណែនាំឲ្យកូនទាំងអស់គ្នាមកស្គាល់ពីវត្ថុមង្គលរបស់អ្នកគ្រូផងដែរចាអ្នកគ្រូទទួលរៀបវត្ថុមង្គលជំនួសរបស់ការងាររកស៊ីមិនថាបុរសមិនថានារីមិនថាជាភេទទី3ឈុតកាត់ឆុងលើករាសីក៏ដូចជាឈុតស្នេហ៍គ្រប់ប្រភេទកូនទៅអូមើល feedback មុននឹងជាវត្ថុមង្គលពីខាងអ្នកគ្រូជឿជាក់ពេលណាចាំជឿពេលហ្នឹងចាអ្នកគ្រូសូមជូនពរកូនហេណាហើយអ្វីដែលកាន់តែពិសេសកុំភ្លេច follow TikTok របស់អ្នកគ្រូទី2និងទី1របស់អ្នកគ្រូផងហើយអ្វីដែលកាន់តែពិសេសមួយទៀតចុចលេខ1 2 3មក confirm និង share វីដេអូមួយនេះទាំងអស់គ្នាចាអរគុណជម្រាបលាចាបាយបាយអ្នកគ្រូតាយ